Hello សួស្តីអ្នកទាំងគ្នាវិលមកជួបជាមួយ Mini Ray ខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថា Prosmo ក៏បានដែរថ្ងៃនេះដែរអេមិននឹងយករឿង anime ចាស់មួយមកសម្រាប់ជូនអ្នកទាំងគ្នាដែលមានគឺសូមដាក់ចំណងជើងថាអ្នកគ្រប់គ្រងសួនកំសាន្តវេទមន្តអញ្ចឹងបើចង់ដឹងថាសាច់រឿងមួយនេះវាល្អមើលយ៉ាងណាមកតាមដានជាមួយ admin ទាំងគ្នាមកក៏ប៉ុន្តែសម្រាប់គ្នាយើងណាមិនទាន់បានចុច Subscribe នៅលើ Channel របស់ admin នោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេល admin ក៏បាន upload អីចឹងណាហ្នឹងហើយឥឡូវយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅផ្ដើមពីសាច់រឿងរបស់យើងដំបូងដែលយើងក៏បានឃើញថាមានសិស្សស្រីម្នាក់កំពុងតែទិញកាភ្លើងរបស់នាងបញ្ជូនទៅកាន់បរិសម្នាក់ទៀតហើយបរិសម្នាក់នោះគឺជាតួឯករបស់យើងនឹងឯងដែលគាត់ក៏មានឈ្មោះថាសាយ៉ារីឯសិស្សស្រីដែលបានបញ្ជូនកាភ្លើងមកកាន់សាយ៉ាវិញនាងក៏មានឈ្មោះថាអ៊ីស៊ូស៊ូពេលហ្នឹងអ៊ីស៊ូស៊ូនាងក៏បានកំព្រាមទៅកាន់សាយ៉ាដើម្បីទៅដេតជាមួយនាងនៅថ្ងៃស្អែកនេះប៉ុន្តែសាយ៉ាក៏អត់ចង់ទៅទេមានអីក៏ស្រាប់តែអ៊ីស៊ូស៊ូនាងក៏បានបាញ់មកកាភ្លើងដើម្បីជាការកំព្រាមបើមិនទៅអញបាញ់ឯងដោយការកម្រៀនរបស់អ៊ីស៊ូស៊ូបាននឹងហើយនៅព្រឹកបន្ទាប់យកក៏បានគេថាសាយ៉ាក៏បានតែងខ្លួនឡើងស្អាតដើម្បីទៅដេតជាមួយនឹងអ៊ីស៊ូស៊ូហើយអត្តចរិតរបស់សាយ៉ាក៏គឺជាបរិសម្នាក់ដែលជឿជាក់លើសម្រស់របស់ខ្លួនឯងមែនទែនភ្លាមៗក៏ស្រាប់តែត្រូវបានភ្ញាក់ដោយសារតែអ៊ីស៊ូស៊ូនេះក៏បានបង្ហាញខ្លួននៅចំពោះមុខរបស់គាត់បន្តមកទៀតគណៈពេលដែលអ្នកនៅពេលកំពុងតែឈររងចាំនៅកន្លែងរថភ្លើងនោះក៏ស្រាប់តែសាយ៉ាក៏បានធ្វើការសួរថាពួកគេគួរតែទៅដេតនៅកន្លែងណាទៅដូច្នោះអ៊ីស៊ូស៊ូក៏បានប្រាប់តែម្ដងថាពួកគេគឺទៅលេងសួនកំសាន្តមួយកន្លែងដែលមានឈ្មោះថា Amagi Greenland Parkក្រនតលឹងចាំភ្លាមសាយ៉ាក៏ចង់ដើរចេញមានអីក៏ស្រាប់តែអ៊ីស៊ូស៊ូនេះក៏បានដល់កាភ្លើងមកគម្រាមទៀតតែម្ដងថាឲ្យថាទៀតតែបាយមិនត្រូវដល់ងាប់ហែងជាពិសេសនៅត្រង់កន្លែងហ្នឹងសាយ៉ាក៏ពិតជានិយាយច្រើនមែនតើដោយការនិយាយរបស់គាត់គឺបដិសេធអត់ចង់ទៅកន្លែងហ្នឹងទេទោះបីជាសាយ៉ាគាត់គឺជាមនុស្សដែលប្រកាសជំទាស់យ៉ាងណាក៏ដោយក៏ប៉ុន្តែនៅពេលនេះគាត់ក៏បានប្រែចិត្តដោយសារតែអ៊ីស៊ូស៊ូគឺបានគម្រាមមកកាន់គាត់រហូតហ្នឹងហើយឥឡូវហ្នឹងក៏កំពុងតែជិះឡានក្រុងជាមួយនឹងអ៊ីស៊ូស៊ូដើម្បីទៅកន្លែងសួនកំសាន្តមួយហ្នឹងការធ្វើដំណើររបស់ពួកគេទាំងពីរនាក់គឺមិនយូរប្រហែលយើងក៏បានគិតថាអ្នកទាំងពីរក៏បានមកដល់កន្លែងសួនកំសាន្តមួយហ្នឹងហើយក៏ប៉ុន្តែធ្វើឲ្យសាយ៉ានៅពេលនោះគឺពិតជាភ្ញាក់ផ្អើលតែម្ដងដោយសារតែនៅទីនោះគឺមិនសូវមានមនុស្សមកលេងទេជាពិសេសកន្លែងសួនកំសាន្តមួយហ្នឹងហាក់បីដូចជាកន្លែងដែលគេទុកចោលអញ្ចឹងសូម្បីតែកង្កែក៏វាងាប់នៅទីនោះដែរដោយសារតែអត់មានទឹកកន្លែងរស់នៅពេលដែលពួកគេទាំងពីរនាក់ក៏បានចូលមកដល់កន្លែងសួនកំសាន្តមួយហ្នឹងហើយនោះអ៊ីស៊ូស៊ូក៏មិនចាំយូរដែរក៏បានប្រាប់ពីកន្លែងដើរលេងផ្សេងៗដែលនៅទីនោះតែម្ដងអាចនិយាយថានៅកន្លែងសួនកំសាន្តភាគច្រើនគេមានកន្លែងលេងដែលផ្សេងៗដាច់ដោយឡែកពីគ្នាអញ្ចឹងណារួចមកអ៊ីស៊ូស៊ូក៏បាននាំសាយ៉ាដើម្បីទៅជិះរថភ្លើងមួយកន្លែងដែលយើងក៏បានគិតថាសំបីតែអ្នកទទួលភ្ញៀវនៅទីនោះក៏ដកកតែម្ដងដូចជាអត់មានកម្លាំងកំហែងអីទេហើយសំបីតែរថភ្លើងដែលត្រូវបានជិះហ្នឹងក៏វេទនាទៀតផងអញ្ញបានថាដូចជាគ្មាននរណាមើលថែសោះមិនត្រឹមតែប្រទេសសំបីតែផ្កាដែលនៅទីនោះដែលគេដាក់សម្លេងនិយាយអីហ្នឹងគឺនិយាយអត់ចង់ចាញ់ទៀតអ៊ីស៊ូស៊ូក៏បានប្រាប់តែម្ដងថាផ្កាទាំងអស់នេះដែលមានឈ្មោះថាតេរ៉ាមីនហើយនៅពេលដែលពួកគេក៏បានជិះរថភ្លើងមកដល់កន្លែងតំបន់របស់វានោះវាក៏ចាប់ផ្ដើមក្រវីដូចជារមអញ្ចឹងនៅពេលដែលអ្នកពីរក៏បានជិះរួចរាល់ហើយនោះអ៊ីស៊ូស៊ូក៏បានធ្វើការសួរទៅកាន់សាយ៉ាថាមានអារម្មណ៍យ៉ាងម៉េចដែរគឺទទួលអារម្មណ៍ថាសប្បាយអន់ហើយមិនមើលទឹកមុខរបស់សាយ៉ាទេគ្នាក៏ដឹងដែរថាវេទនាយ៉ាងណាក្នុងការជិះរថភ្លើងមួយហ្នឹងបន្តមកទៀតអ៊ីស៊ូស៊ូក៏បាននាំសាយ៉ាមកមើលអាកន្លែងតន្ត្រីម្ដងក៏ប៉ុន្តែត្រូវបានបិទទៅហើយអញ្ចឹងហើយអ៊ីស៊ូស៊ូក៏បាននាំសាយ៉ាមកលេងអាកន្លែងបាញ់កណ្ដុរតែម្ដងនឹងឯងហើយសាយ៉ានៅពេលហ្នឹងឡើងជឿជាក់តែម្ដងឡើងដកកាភ្លើងជ័ររបស់គាត់ហ្នឹងថាដឹងតែស៊ីផុយរបស់គាត់ហើយមានអីនៅពេលដែលគាត់ក៏បានចូលទៅបាញ់កណ្ដុរអ្នកគ្នាគឺបាញ់មិនត្រូវឯណាបាញ់ខុសរហូតហ្នឹងជាលទ្ធផលរបស់សាយ៉ាគឺថាបន្ទុករបស់គាត់ក្នុងការលេងអីគឺបានតែ13តែប៉ុណ្ណោះតម្រាំតែបាន13បន្ទុកហ្នឹងឡើងចង់ដាច់ខ្យល់ទៅហើយយ៉ាប់ហ្មងសាយ៉ាហើយនៅកន្លែងបាញ់កណ្ដុរមួយហ្នឹងក៏ទទួលបានរង្វាន់ផងដែរអ្នកគ្នាហើយរង្វាន់ហ្នឹងអត់មានអីច្រើននោះទេគ្រាន់តែជាការថតរូបភ្លាមៗក៏ស្រាប់តែអ្នកថតរូបក៏បានមកដល់ហើយសភាពរបស់គាត់គឺដូចជាខ្លាចខ្មុំអញ្ចឹងគ្រាន់តែឃើញសាយ៉ាភ្លាមទឹកមុខរបស់គាត់ក៏ចាប់ប្រាំប្រែជាខឹងភ្លាមតែម្ដងសូម្បីតែសាយ៉ានៅពេលនោះក៏ឆ្ងល់ផងដែរអ៊ីស៊ូស៊ូក៏បានប្រាប់តែម្ដងថាម្នាក់នោះគឺមានឈ្មោះថាម៉ូហ្វីហើយក៏ជាទេពអសរនៃស្ករគ្រាប់ផងដែរគណៈពេលដែលពួកគេកំពុងតែថតរូបនោះសាយ៉ាក៏ពិតជាឆ្ងល់ថាហេតុអីបានជាម៉ូហ្វីហ្នឹងគឺមិនថតមកជាមួយនឹងពួកគាត់អញ្ចឹងប៉ុន្តែម៉ូហ្វីគឺបានបញ្ចេញអាកប្បកិរិយាមើលទៅដូចជាឆ្លើយដាក់ជាមួយនឹងសាយ៉ាអញ្ចឹងធ្វើឲ្យសាយ៉ានៅពេលនោះគឺពិតជាក្តៅក្រហាយមែនទែនហើយគាត់ក៏ចង់ចាក់ចេញពីទីនេះហើយក៏ថាម៉ែងមើងឯទៅកាន់ម៉ូហ្វីបណ្ដាឲ្យម៉ូហ្វីនៅពេលនោះក៏បានគប់របស់អ្វីមួយចង់ក្បាលទៅកាន់សាយ៉ាហើយនៅពេលដែលសាយ៉ាគាត់ក៏បានលូដាក់ទៅកាន់ម៉ូហ្វីជាច្រើនពេកនោះបណ្ដាឲ្យគាត់ក៏បានស៊ីមួយកំណាត់ដៃរបស់ម៉ូហ្វីតែម្ដងហើយម៉ូហ្វីនៅពេលនេះក៏បានបោកដៃឲ្យសាយ៉ាដើម្បីមកចូលប្រយុទ្ធគ្នាទៀតហើយនៅពេលដែលពួកគេក៏បានហក់ចូលវាយគ្នានឹងក៏ស្រាប់តែសៀងមួយគ្រាប់កាភ្លើងរបស់អ៊ីស៊ូស៊ូតែម្ដងបណ្ដាឲ្យពួកគេទាំងពីរនាក់ក៏បានដេកស្អានរីឯសាយ៉ានៅវិញក៏កម្លាំងអស់សង្ឃឹមតែម្ដងថាជីវិតរបស់គាត់ប្រហែលជាគាត់ត្រូវអស់ហើយប៉ុន្តែបាច់ក៏កាន់តែភ្ញាក់ផ្អើលទៅវិញដោយសារតែគាត់មានរបួសនោះទេគ្រាន់តែឈឺចាប់តែបន្តិចហ្នឹងបន្តមកទៀតអ៊ីស៊ូស៊ូក៏បានប្រាប់ទៅកាន់សាយ៉ាថានៅពេលនេះគឺសង្ឃឹមថាសាយ៉ាគឺអាចនឹងក្លាយទៅជាមិត្តភក្តិជាមួយនឹងម៉ូហ្វីប៉ុន្តែសាយ៉ាក៏បានបដិសេធថាគាត់មិនយល់ស្របនៅឡើយដល់ពេលទៅក៏ស្រាប់តែម៉ូហ្វីក៏បានលុកមកនិយាយអញ្ចឹងហើយធ្វើឲ្យសាយ៉ាក៏ពិតជាភ្ញាក់ផ្អើលមែនតើបន្ទាប់ពីដឹងថាម៉ូហ្វីគឺចេះនិយាយផងដែរអ៊ីស៊ូស៊ូក៏បានប្រពោះសាយ៉ាដើម្បីទៅលេងកន្លែងផ្សេងទៀតមុនពេលដែលចាក់ចេញទៅហ្នឹងនាងក៏បានបង្ហាញអំពីរូបថតដែលបានថតឲ្យមិញផងដែរដែលនៅក្នុងរូបថតមួយហ្នឹងសាយ៉ាក៏បានស៊ីមួយកំណាត់ដៃរបស់ម៉ូហ្វីនឹងឯងដល់ពេលទៅធ្វើឲ្យសាយ៉ានៅពេលនោះឡើងអស់ពាក្យនិយាយទៅហើយរួចមកគណៈពេលដែលអ្នកពីរកំពុងតែធ្វើដំណើរទៅកន្លែងផ្សេងមួយទៀតនោះ
អ៊ីស៊ូស៊ូក៏បានប្រាប់ទៅកាន់សញ្ញាផងដែរថាម៉ូហ្វីគឺមិនមែនជាមនុស្សនោះទេហើយមិនមែនជាមនុស្សដែលបានពាក់ផងដែរអញ្ចឹងមិនថារូបរាងរបស់គាត់គឺបែបនឹងតែម្ដងដោយសារតែម៉ូហ្វីក៏បានមកពីអាណាចក្រវាទមន្តនឹងឯងតែសញ្ញាអត់ជឿនោះទេដែលគិតថាអ៊ីស៊ូស៊ូគ្រាន់តែនិយាយលេងសើចជាមួយនឹងគាត់ហើយកន្លែងដែលពួកគេគឺត្រូវតែទៅទស្សនាបន្ទាប់នោះនៅកន្លែងធាតុទាំង4ដែលជាមហោស្រពធាតុទី1គឺជាម៉ូស៊ីដែលជាទេវសរនៃទឹកធាតុទី2គឺជាស៊ីលភីដែលជាទេវសរនៃខ្យល់ធាតុទី3គឺជាទេពសរនៃផែនដីដែលមានឈ្មោះថាកូបូលីធាតុចុងក្រោយគេគឺជាធាតុភ្លើងដែលមានឈ្មោះថាសាឡាម៉ាម៉ែអើយអាការសម្ដែងរបស់គេទាំង4នាក់ឡើងដកកតែម្ដងធ្វើឲ្យអ្នកទស្សនាទាំង2នាក់នោះឡើងដេកលូបាត់ទៅហើយដូច្នោះអ៊ីស៊ូស៊ូហើយនិងសាយ៉ានៅតែបន្តទៅលេងកន្លែងផ្សេងៗទៀតដែលពួកគេគឺមិនទាន់បានលេងអញ្ចឹងទៅសាច់រឿងក៏កើតបង្ហាញនៅពេលល្ងាចយើងបានកថាសាយ៉ានៅពេលនោះគឺពិតជាមូម៉ាមែនតែនដោយសារតែនេះវាហួសហេតុពេកហើយនៅកន្លែងសួនកំសាន្តដើរលេងមួយនេះគឺពិតជាមិនសមស្របនោះទេអ៊ីស៊ូស៊ូនៅពេលនោះបានស្ដីបន្ទោសទៅកាន់សាយ៉ានោះទេដោយសារតែនាងក៏ដឹងអំពីមូលហេតុមួយនេះផងដែរក៏ប៉ុន្តែនាងគឺមានអារម្មណ៍ថាហេតុអីបានជាសាយ៉ាគឺមានអារម្មណ៍ថាខឹងមកកន្លែងសួនកំសាន្តមួយនឹងទៅវិញមានអីក៏ស្រាប់តែអ៊ីស៊ូស៊ូនាងក៏បានដកសភៅកត់ត្រារបស់នាងដែលកត់ត្រាអំពីជីវប្រវត្តិរបស់សាយ៉ាតែម្ដងថាសាយ៉ាគឺមានអាយុ16ឆ្នាំហើយក៏ជាសិស្សវិទ្យាល័យឆ្នាំទី2នឹងបានរស់នៅជាមួយនឹងស្ត្រីចំណាស់ម្នាក់នៅក្នុងផ្ទះរបស់គាត់អត្តចរិតរបស់សាយ៉ាគឺជាមនុស្សម្នាក់ដែលឆ្លាតហើយប្រកែធ្វើអ្វីគ្រប់យ៉ាងតែម្ដងប៉ុន្តែមានផលវិបាកមួយដោយសារតែសាយ៉ាគឺជាមនុស្សម្នាក់ដែលស្រឡាញ់ពីខ្លួនឯងខ្លាំងពេកមិនត្រឹមតែប៉ុណ្ណោះទេសាយ៉ាក៏មានមិត្តភក្តិទៀតផងគ្រាន់តែលឺប៉ុណ្ណឹងភ្លាមធ្វើឲ្យសាយ៉ានៅពេលនោះឡើងគាំងតែម្ដងដោយសារតែនេះគឺនិយាយចាក់រឿងរបស់គាត់ទាំងអស់ហ្នឹងណាដូច្នោះសាយ៉ាក៏បានធ្វើការសួរទៅកាន់អ៊ីស៊ូស៊ូតើនាងគឺដឹងរឿងអំពីរឿងរ៉ាវរបស់គាត់នោះគឺដោយរបៀបណាទៅអ៊ីស៊ូស៊ូក៏បានប្រាប់ថានាងក៏បានស្រាវជ្រាវអំពីព័ត៌មានរបស់លោកនឹងឯងអញ្ចឹងហើយធ្វើឲ្យសាយ៉ានៅពេលនោះគឺពិតជាគាំងមែនទែនពីព្រោះថាអ៊ីស៊ូស៊ូមើលទៅដូចជាអ្នកស៊ើបអង្កេតអញ្ចឹងភ្លាមៗក៏ស្រាប់តែសាយ៉ាគឺត្រូវបានស្ងាត់ដោយសារតែអ៊ីស៊ូស៊ូក៏បានហៅទៅកាន់សាយ៉ាថាកូដូម៉ាសាយ៉ាគឺជាកុមារម្នាក់ដែលធ្វើជាតារាសម្ដែងដែលមានទេពកោសល្យខ្លាំងមែនទែនក៏ប៉ុន្តែ5ឆ្នាំក្រោយក៏ស្រាប់តែចូលនិវត្តន៍ភ្លាមៗតែម្ដងដោយមិនដឹងមូលហេតុហើយក្មេងម្នាក់នោះក៏គ្មាននរណាឆ្ងាយនោះទេគឺជាសាយ៉ានឹងឯងប៉ុន្តែសាយ៉ាក៏បានប្រាប់ទៅកាន់អ៊ីស៊ូស៊ូផងដែរថាក្មេងប្រុសម្នាក់នោះគឺត្រូវបានស្លាប់បាត់ទៅហើយអញ្ចឹងហើយកុំឲ្យរំលឹកទៀតអីរួចមកសាយ៉ាក៏ចង់ដើរចាក់ចេញក៏ប៉ុន្តែស្រាប់តែអ៊ីស៊ូស៊ូក៏បានហាមឃាត់ហើយក៏បានប្រាប់ទៅកាន់សាយ៉ាថាបើសិនជាលោកគឺចង់ត្រឡប់ទៅវិញនោះលោកគួរតែញ៉ាំនំនេះឲ្យអស់សិនទៅសាយ៉ាក៏មិនចង់មានរឿងវែងឆ្ងាយនោះទេដូច្នោះក៏បានយល់ព្រមសាយ៉ាគ្រាន់តែដាក់មួយម៉ាត់ភ្លាមធ្វើឲ្យគាត់គឺទទួលអារម្មណ៍ថាពិតជាឆ្ងាញ់ខ្លាំងណាស់ដូច្នោះហើយធ្វើឲ្យសាយ៉ានៅពេលនោះគាត់ក៏បានញ៉ាំនំមួយនោះគឺឡើងអស់ពីចានតែម្ដងបន្ទាប់ពីឃើញបែបហ្នឹងអ៊ីស៊ូស៊ូក៏បានប្រាប់ទៅកាន់សាយ៉ាថានំមួយនេះគឺត្រូវបានបង្កើតនៅទីនេះដោយមនុស្សម្នាក់ហើយបើសិនជាលោកគឺចង់ជួបជាមួយនឹងមនុស្សដែលបានបង្កើតនំមួយនេះនាងគឺអាចនាំទៅបានគ្រាន់តែលឿនចាំភ្លាមសាយ៉ាក៏បានយល់ព្រមបន្តមកទៀតយើងក៏បានគិតថាអ៊ីស៊ូស៊ូក៏បាននាំសាយ៉ាដើម្បីចូលទៅក្នុងប្រាសាទមួយកន្លែងហើយនៅពេលដែលពួកគេទាំងពីរនាក់ក៏បានឡើងមកដល់កន្លែងកំពូលប្រាសាទហើយនោះធ្វើឲ្យសាយ៉ាក៏គឺហាក់បីជាចងចាំអ្វីមួយនៅពេលដែលគាត់ក៏បានឃើញនារីម្នាក់កំពុងតែឈរនៅចំពោះមុខរបស់គាត់ប៉ុន្តែត្រូវបានភ្ញាក់ខ្លួនឡើងវិញនៅពេលដែលអ៊ីស៊ូស៊ូនឹងក៏បានដាស់នឹងឯងរីមកអ៊ីស៊ូស៊ូក៏បានប្រាប់ទៅកាន់សាយ៉ាថាឲ្យទៅនិយាយគ្នាជាមួយនឹងនារីម្នាក់នោះទៅដោយសារតែនារីម្នាក់នោះកំពុងតែរងចាំទៅកាន់សាយ៉ាដែលចង់និយាយគ្នាជាមួយនឹងសាយ៉ារួចមកនៅពេលដែលសាយ៉ាក៏បានចូលទៅជិតជាមួយនឹងនារីម្នាក់នោះនារីម្នាក់ហ្នឹងក៏បានស្គាល់អំពីឈ្មោះរបស់សាយ៉ាផងដែរនៅពេលហ្នឹងហើយដែលជានារីម្នាក់ហ្នឹងក៏បានណែនាំពីឈ្មោះរបស់ខ្លួនឯងដែលមានឈ្មោះថាឡាទីហ្វាហើយក៏ជាអ្នកគ្រប់គ្រងសួនកំសាន្តមួយនេះផងដែរហើយនេះគឺមានអារម្មណ៍ថាពិតជាសប្បាយចិត្តមែនទែននៅពេលដែលសាយ៉ាក៏បានចំណាយពេលមួយថ្ងៃមកលេងកន្លែងសួនកំសាន្តមួយហ្នឹងរួចមកទៀតសាយ៉ាក៏បានធ្វើការសួរថានាងមែនទេជាអ្នកបង្កើតនំឲ្យគាត់បានញ៉ាំអំបញ្ញមិញនេះហ៎ឡាទីហ្វាក៏បានតបទៅវិញថាពិតប្រាកដខ្លាំងណាស់ដោយសារតែនំមួយនោះនាងក៏បានធ្វើជារៀងរាល់ថ្ងៃនិងផ្ដល់ជូនទៅកាន់ភ្ញៀវទាំងអស់ដែលបានមកចូលលេងសួនកំសាន្តមួយនេះដើម្បីឲ្យពួកគេទាំងអស់គ្នាគឺទទួលបានស្នាមញញឹមអីចឹងទៅសាយ៉ានៅពេលនោះក៏អត់ចង់និយាយច្រើននោះទេដែលគាត់ក៏បានធ្វើការសួរតែម្ដងថានាងគឺជានរណាហេតុអីបានជាត្រូវការចង់និយាយជាមួយគាត់បែបហ្នឹងប៉ុន្តែចម្លើយរបស់ឡាទីហ្វានេះក៏បានប្រាប់ថាដោយសារតែសាយ៉ាហ្នឹងក៏គឺជាមនុស្សដែលស្អាតមែនទែនហើយឡាទីហ្វាក៏បានប្របែប្រធានបទក្នុងការសួរទៅកាន់សួនកំសាន្តមួយហ្នឹងថាមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលបានមកលេងអញ្ចឹងទៅចំពោះសាយ៉ាច្បាស់ខ្លាំងណាស់ក៏អត់បានឆ្លងទេសូម្បីតែឡាទីហ្វានេះក៏បានដឹងអំពីបញ្ហារបស់សាយ៉ាដែរឡាទីហ្វានេះគឺមិនចង់និយាយវែងឆ្ងាយនោះទេដែលនេះក៏បានធ្វើការប្រាប់ត្រង់ទៅកាន់សាយ៉ាតែម្ដងតែតអំពីសួនកំសាន្តមួយនេះមិនយល់មិនឆាន់មកទេសួនកំសាន្តមួយនេះប្រហែលជាប្រែខ្លាចទៅជារលីបាត់ទៅហើយដូច្នេះចាប់ពីពេលនេះទៅនេះក៏ចង់ឲ្យសាយ៉ាគឺខ្លាចទៅជាអ្នកគ្រប់គ្រងសួនកំសាន្តមួយនេះពីព្រោះនេះគឺជាអ្វីដែលអ៊ីរ៉ូខក៏បានប្រាប់មកកាន់នាងឲ្យបានដឹងនៅពេលហ្នឹងហើយជាពេលវេលាដែលឡាទីហ្វាក៏បានប្រាប់ពីរឿងការពិតឲ្យទៅកាន់សាយ៉ាបានដឹងតាមពិតទៅនាងនិងបុគ្គលិករបស់នាងដែលនៅសួនកំសាន្តមួយនេះសុទ្ធតែជាមនុស្សដែលមកពីពិភពលោកផ្សេងដែលជាអាណាចក្រនៃវេទមន្តហើយក៏បានមករស់នៅពិភពលោកផែនដីគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យសាយ៉ានៅពេលនោះក៏កាន់តែឆ្ងល់ទៀតហើយឡាទីហ្វានៅតែបន្តនិយាយប្រាប់ទៅកាន់សាយ៉ាបន្តទៀតអញ្ចឹង3ខែទៅមុខទៀតបើសិនជាអត់មានភ្ញៀវមកលេងសួនកំសាន្តមួយនេះចំនួនសរុប 25,000 នាក់នោះទេច្បាស់ណាស់សួនកំសាន្តមួយនេះគឺដួលរលំជាមិនខានជាពិសេសបុគ្គលិកហើយនឹងនាងគឺមកមានផ្ទះដើម្បីរស់នៅទៀតឡើយទោះបីជាឡាទីហ្វាខំបញ្យល់ប្រាប់ទៅកាន់សាយ៉ាយ៉ាងណាក៏ដោយសាយ៉ាក៏នៅតែមិនជឿទាក់ទងអំពីវេទមន្តដូច្នេះហើយឡាទីហ្វាក៏បានធ្វើជាសញ្ញាប្រាប់ទៅកាន់អ៊ីស៊ូស៊ូឲ្យចាក់ចេញពីទីនេះទៅដោយសារតែនាងក៏ចង់និយាយគ្នាតែពីរនាក់តែប៉ុណ្ណោះ
បន្ទាប់ពីការចាត់ចែងរបស់ Isuzu ហើយនៅ Latifa គឺចង់បង្ហាញការប្រើប្រាស់ប្រកាន់សញ្ញាឲ្យបានដឹងមានអីព្រាមៗក៏ស្រាប់តែ Latifa ក៏បានថាមករបស់សញ្ញាបណ្ដោះឲ្យសញ្ញានៅពេលនោះឡើងភ្ញាក់ផ្អើលបដ ாய் អាការថាបែបនេះហើយធ្វើឲ្យសញ្ញានៅពេលនោះហាក់បីដូចជាចងចាំរឿងរ៉ាវអតីតកាលរបស់គាត់ដល់ពេលទៅសញ្ញាក៏កញ្ចប់ផ្ដាំសឡោធ្វើឲ្យ Latifa នៅពេលដែលឃើញសភាពរបស់សញ្ញាបែបហ្នឹងពិតជាព្រួយបារម្ភទៅកាន់សញ្ញាមែនទែនសៃរឿងក៏កើតបង្ហាញនៅព្រឹកបន្តយកបានគេថាសញ្ញាក៏បានភ្ញាក់ពីដំណេករបស់គាត់ហើយគាត់ពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែនៅពេលនេះគាត់កំពុងតែស្ថិតនៅក្នុងបន្ទប់របស់គាត់ហើយសញ្ញាក៏បានគិតអីវិញឆ្ងាយនោះទេដែលគាត់ក៏បានដើរសម្ដៅទៅកន្លែងដោះធ្មេញអីចឹងទៅប៉ុន្តែស្រាប់តែគាត់ក៏បានបិទទ្វារទៅវិញភ្លាមៗតែម្ដងបន្ទាប់ពីគាត់ក៏បានឃើញហាត់ការស្ដែងអាមិញនេះដូច្នោះគាត់ក៏បានព្យាយាមដាស់ទៅកាន់ Aisu ដែលជាបងស្រីរបស់គាត់ដើម្បីមកសួរនឹងឯងហើយតាមពិតទៅអ្នកដែលបាននៅក្នុងបន្ទប់ទឹកអាមិញនេះគឺជា Isuzu នឹងឯងបន្ទាប់ពី Aisu ក៏បានភ្ញាក់ហើយនេះក៏បានដឹងអំពីមូលហេតុផងដែរដល់ពេលទៅគាត់ក៏បានប្រាប់តែម្ដងតាមពិតទៅការប្រយោគមិញឯងគឺត្រូវបានសន្លំហើយ Isuzu ក៏បាននាំឯងមកដល់បន្ទប់របស់ឯងតែម្ដងហើយនេះគឺមិនអាចត្រឡប់ទៅវិញបានទេពីព្រោះឡានក្រុងត្រូវបានអស់បាត់ទៅហើយដូច្នោះហើយគាត់ក៏បានសម្រេចចិត្តថាឲ្យ Isuzu ក៏បានសម្រាប់នៅទីនេះតែម្ដងនឹងឯងភ្លាមៗដែរក៏ស្រាប់តែសញ្ញាក៏ពិតជាមានការភ្ញាក់ផ្អើលតែម្ដងដោយសារតែគាត់គឺអាចអានការគិតរបស់បងស្រីរបស់គាត់បានហើយបងស្រីរបស់គាត់នៅពេលនេះកំពុងតែគិតថា Isuzu ហើយនឹងសញ្ញានៅពេលយប់មិញនេះប្រហែលជាធ្វើអីជាមួយគ្នាហើយដល់ពេលទៅសញ្ញាក៏បានសួរទៅកាន់បងស្រីរបស់ខ្លួនឯងត្រង់តែម្ដងថាបងឯងកំពុងតែគិតអីហ្នឹងហេតុអីបានជាបងឯងគឺនិយាយការគិតហ្នឹងគឺដូចជាចម្លែកម៉េចដែលហេតុនេះហើយធ្វើឲ្យ Aisu នៅពេលនោះគឺពិតជាភ្ញាក់ផ្អើលមែនទែនដូច្នោះហើយគាត់ក៏បានធ្វើដូចជាមិនអើពើហើយក៏បានប្រាប់ទៅកាន់សញ្ញាថានៅពេលនេះក៏ដល់ពេលវេលាទៅរៀនហើយដូច្នោះឯងគួរតែរៀបចំទៅរីឯ Isuzu នៅវិញឥឡូវនេះនៅក្នុងបន្ទប់ទឹកនឹងកំពុងតែលើកស្ដាប់អំពីពាក្យសម្ដីដែលបងប្អូនគេនឹងកំពុងតែសន្ទនាគ្នាដូច្នោះហើយនឹងក៏បានចេញមកខាងក្រៅដើម្បីមកជួបជាមួយនឹងសញ្ញាហើយក៏បានប្រាប់ទៅកាន់សញ្ញាថាអ្វីដែលលោកគឺបានឃើញអំបញ្ញមិញនេះគឺជាវេទមន្តតែច្បាស់ខ្លាំងណាស់សញ្ញាក៏អត់ជឿនោះទេដល់ពេលទៅ Isuzu នឹងក៏បានដកកំភ្លើងរបស់គាត់ដើម្បីមកភ្ជូនទៅកាន់សញ្ញាដើម្បីគម្រាមទៅកាន់គាត់ថាឥឡូវហ្នឹងលោកឯងជឿឬក៏មិនជឿឥឡូវហ្នឹងដូចនេះហើយធ្វើឲ្យសញ្ញានៅពេលនោះក៏ពិតជាផិតភ័យមែនទែនដោយសារតែឃើញកំភ្លើងនៅចំពោះមុខរបស់គាត់បែបហ្នឹងអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងភាគទី1គឺការចប់នៅត្រង់ហ្នឹងឯងហើយបើយើងនឹងថាភាគទៅមុខទៀតវាល្អមួយយ៉ាងណាកុំភ្លេចតាមដានជាមួយមីនទាំងអស់គ្នាណាមួយទៀតនោះបើសិនជាគ្នាយើងណាដែលក៏ចង់ support កាហ្វេមកកាន់មីនអីនោះអេមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យអេមីនក៏បានបន្តផុសវីដេអូទៅមុខទៀតអីចឹងណាហ្នឹងហើយឥឡូវជាចុងក្រោយអេមីនមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតក៏ធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីនមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាភាគបន្តបាយបាយ